ពាក្យទិញហើយនឹងពាក្យលក់ទាំងកណូអក្សរទាំងការអានសលេងគឺស្តៀងគ្នាហើយគ្នាយើងសង្កេតមើលថាខុសគ្នាចំណុចណាកណូអក្សរវាខុសគ្នាថងលេខបូកបើអក្សរម៉ាយអត់មានលេខបូកនៅពីលើទេម៉ាយសលេងទី3ទឹកកលោកយើងបកថាទិញហើយដល់ទៅពាក្យម៉ាយសលេងទី4សកត់យើងបកថាលក់កណូអក្សរវាមានលេខបុកថែមពីលើនិយាយទៅខុសគ្នាថងលេខបុកពីលើហ្នឹងស្ទឹងសលេងនៅកណូអក្សរស្តៀងគ្នានិយាយទៅស្រួលចាំមែនហើយបើបញ្យល់ពីអត្ថន័យវាពិបាកបញ្យល់វាអត់មានដូចរូបភាពអីផងបើតាមក្បួនចិនមានន័យថាកណូខាងលើហ្នឹងដូចទៅនឹងសណាញ់ហើយនៅខាងកណូអក្សរនៅខាងក្រោមហ្នឹងដូចទៅនឹងសបកខ្យងជំនាន់មុនហ្នឹងសបកខ្យងហ្នឹងគេធ្វើដូចជាលុយអញ្ចឹងទិញរបស់ទិញអីហ្នឹងគឺគេយកខ្យងហ្នឹងដោះដូរអានដូចជារូបិយប័ណ្ណរបស់គេរបស់ចិនកាលជំនាន់មុនអញ្ចឹងមានន័យថាមិនយកលុយហ្នឹងទៅទិញសណាញ់តែបើឲ្យយើងមើលដូចរូបមកយើងមើលបញ្យល់បើរូបវាអត់ដូចផងតែយើងព្យាយាមសរសេរទៅសេឲ្យចំណាំដៃអញ្ចឹងទៅយើងចាំតែមួយចាំអានពីរហើយបើពាក្យពីរហ្នឹងស្តៀងគ្នាទេម៉ាយហើយម៉ៃហ្នឹងទិញលក់ម៉ាយទិញលក់ទិញលក់ម៉ាយ